ลำดับต่อตอนนี้សូมจูนព័ត៌មានពេញបឹបកុមារីម្នាក់បានរងរបួសធ្ងន់បន្ទាប់ពីជិះម៉ូតូកិច្ចពីមេកូបុកមេឆ្កែហេតុការណ៍នេះផងដែរបានកើតឡើងនៅថ្ងៃព្រឹកស្អែកម្សិលមិញនៅតាមបណ្ដោយកំណាត់ផ្លូវពោះវៀនជ្រូកនៅទល់មុខនឹងហាងការ៉ាអូខេឋានសួគ៌កប្លោកកុមារីរងគ្រោះមានឈ្មោះថាយ៉ូរ៉ូឡូហសឡអភេទប្រុសអាយុ82ឆ្នាំមានមុខរបរជាអ្នកអត់លិតអាជីពយោងទៅតាមសាក្សីដែលមិនបានឃើញការកើតហេតុបាននិយាយថាគាត់ពិតជាមិនបាននៅកន្លែងកើតហេតុមែនសាក្សីម្នាក់ទៀតបាននិយាយថាពេលព្រឹកប្រហែលម៉ោង12យប់គេបានប្រទះឃើញក្មេងស្រីដែលមានអាយុ80ឆ្នាំនេះបានជិះម៉ូតូយ៉ាងលឿនធ្វើដំណើរពីមុខទៅក្រោយតាមបណ្ដោយទៅទទឹងលុះដល់កន្លែងកើតហេតុនាងក៏ប្រទះជាមួយនឹងមេកូហើយក៏បានដាក់លេខអាយ៉ែថយក្រោយបួងចង្កូតជន់ប្រាំងកិច្ចទៅបុកជាមួយនឹងមេឆ្កែប៉ូលីសបានចុះទៅដល់កន្លែងកើតហេតុធ្វើការវាស់វែងហើយនាំឆ្កែយកទៅសួរចម្លើយ